អ្នកទាំងអស់គ្នាដឹងអត់ថាមានពីណាគេដែលតាមថែអាសាយើងតើមានទេវតាឬក៏គ្រូបាស្យាយមួយណាឬក៏ដូនតាឬក៏កងម៉ាដែលគាត់អ្នកតាមថែអាសាយើងអត់អញ្ចឹងថ្ងៃហ្នឹងមកលេងប្រាក់ខាទាំងអស់គ្នាមាន3ស្លឹកឲ្យហើស្លឹកទី1ទី2ហើយនិងទី3អញ្ចឹងធ្វើសមាធិទាំងអស់គ្នាហើយសម្រាប់អ្នកគេដែលហើបានហើយយើងទៅស្ដាប់ចម្លើយទាំងអស់គ្នាតោះអញ្ចឹងយើងមកមើលសម្រាប់អ្នកដែលគាត់ហើស្លឹកទី1ចង់ដឹងថាតើរាល់ថ្ងៃហ្នឹងយើងមានអ្នកតាមថែអាសាអត់ហើយគាត់ជាពីណាគេឬក៏អីចឹងណាអូ the date okay six of pentacles page of swords និយាយទៅគាត់ទៅបើកស្លឹកដំបូងមក the date ហ្នឹងគឺដឹងហ្មងថាគាត់ជាលក្ខណៈថាជីដូនជីតាយើងអ្នកដែលគាត់គ្រួសារយើងអញ្ចឹងដែលអ្នកដែលគាត់ចែកឋានទៅឬក៏អីចឹងអានេះបុព្វការីយើងអីហ្នឹងគឺគាត់នៅតាមមើលតាមជួយតាមថែអាសាយើងរហូតភាគច្រើនហ្នឹងគាត់មកលក្ខណៈថាដូចឲ្យតែមានតំណឹងឬក៏មានបញ្ហាអីចឹងណាគាត់មកឲ្យតំណឹងយើងមុនហើយគឺយើងដឹងតែដឹងរឿងមុនអញ្ចឹងហ្មងហើយណាមួយទៀតមើលទៅណែនាំថាឲ្យយើងអាសាអុចធុកអាសានឹកដល់គាត់កាន់ធុកតិចអុចនឹកដល់គាត់តិចព្រោះអីនេះឲ្យតែសុំទៅគាត់ឲ្យសុំទៅគាត់បានហើយជាពិសេសតាក់ទងជាមួយរឿងលុយកាក់រឿងការងារសម្រាប់អ្នកដែលគាត់ហើស្លឹកទី2ថាតើមានពីណាគេអ្នកតាមថែអាសាហើយយើងគួរធ្វើមិនខ្លះចឹងណាដើម្បីលើករាសីឬក៏បានពរជ័យអីចឹង two of wands the hangman six of wands six of swords sorry ហើយជាមួយនឹង the temperance ការពិតទៅបើបើកមើលទៅអាហ្នឹងគេហៅថាអាចនឹងជាគ្រូបាស្យាយឬក៏លក្ខណៈថាគ្រូយើងដែលគាត់តាមថែអាសាហើយចាយើងមានទេវនិយាយទៅអ្នកកើតហើស្លឹកទី2ហ្នឹងគេហៅមនុស្សមានបុណ្យមានន័យថាមានទេវតាឬក៏ហ្នឹងតាមថែអាសាអញ្ចឹងណាតែទាស់តែលក្ខណៈថាពេលខ្លះយើងអត់សូវនឹកដល់អត់សូវគិតឬក៏អត់សូវជឿថាមានអ្នកតាមថែអាសាអីចឹងណាហើយធ្វើឲ្យគាត់ពិបាកនៅក្នុងការជួយលក្ខណៈថាដល់ពេលមានបញ្ហាមាន stress មានអីកើតឡើងអញ្ចឹងគិតឲ្យអត់ចេញយើងអត់ឃើញដល់គាត់ទៀតដល់ពេលអញ្ចឹងធ្វើឲ្យគាត់អត់អាចចូលមកជួយយើងបានអញ្ចឹងណាអញ្ចឹងឲ្យបដូរការគិតឡើងមកវិញអ្នកដែលរើបានស្លឹកទី2ហ្នឹងត្រូវអាសាអុចធូបត្រូវអាសាម្លឹកធ្វើបុណ្យឲ្យជូនបុណ្យដល់គាត់លក្ខណៈថាដឹកដល់អ្នកដែលតាមថែអាសាសូមជូនបុណ្យថ្ងៃហ្នឹងធ្វើបុណ្យមិនអញ្ចឹងណាអានេះកែបានយើងមកមើលអ្នកហើចង់ក្រោយថាតើស្លឹកទី3អ្នកដែលហើស្លឹកទី3ហ្នឹងមានពីណាគេដែលគាត់តាមថែអាសាឬក៏អីអត់ចឹងណា the chariot the fool three of wands អូខេឃើញរៀងច្បាស់ហើយអញ្ចឹងអ្នកដែលគាត់តាមថែអាសាអ្នកស្លឹកទី3ហ្នឹងភាគច្រើនគឺវត្ថុស័ក្តិសិទ្ធិដែលយើងគោរពបូជារាល់ថ្ងៃអញ្ចឹងមិនថានៅក្នុងផ្ទះឬក៏យើងមានជំនឿនៅខាងក្រៅទេគាត់ថាបើយើងធ្លាប់សុំអីមួយហើយអញ្ចឹងណាយើងលក្ខណៈថាយើងសុំហើយយើងបានរបស់ហ្នឹងហើយតែយើងផ្លេចយើងទៅលាបំណន់ឬក៏អីហ្នឹងកុំផ្លេចទៅលាផងព្រោះអីមានអារម្មណ៍ថា energy អ្នកហើស្លឹកទី3ហ្នឹងអាចនឹងគាត់នៅចាំនៅតាមអីចឹងណាអញ្ចឹងយើងទៅកែបំណន់ឬក៏ទៅលាអីឲ្យទៅដើម្បីឲ្យយើងសុំរឿងផ្សេងទៀតលើក្រោយអីទៀតវាបានអញ្ចឹងណាបើមិនអញ្ចឹងអាចនឹងធ្វើឲ្យប៉ះពាល់នេះតែតជាមួយនឹងរឿងរកស៊ីឬក៏ការងារយើងអីចឹងអាចនឹងធ្វើឲ្យកកស្ទះបាន